សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់អាប់ដេតតកតងជាមួយនឹងការចេញ Visa Bulletin ក្នុងប្រហែលថ្ងៃនេះហើយក៏ដូចជាចង់ឆ្លើយតបជាមួយនឹងចម្ងល់បងប្អូនតកតងជាមួយនឹងការចេញ Visa Bulletin នេះផងដែរបងប្អូនបានដឹងស្រាប់ហើយគឺ Visa Bulletin សម្រាប់អ្នកដែលបានឆែកនាពេលប្រហែលថ្ងៃនេះគឺសម្រាប់ខែ11ក៏ដូចជាខែ12ដែលជាខែរំពឹងទុកនៅពេលខាងមុខនេះគឺគេកំណត់ត្រឹមតែលេខករណីក្រោម10000តែប៉ុណ្ណោះហើយបងប្អូនយើងសួរខ្ញុំថាហេតុអីបានជាលេខហ្នឹងគឺมันមានការកើនឡើងតទៅសោះចាប់ពីខែ10រហូតមកដល់ពេលនេះអញ្ចឹងប្រសិនបើបងប្អូនក៏លេខមើលទៅក្នុងការចេញនៅ Visa Bulletin សម្រាប់អ្នកជាប់នៅក្នុងឆ្នាំ2026នេះបងប្អូននឹងឃើញគេកំណត់នៅក្នុងខែ10ដែលគេបានចេញផ្សាយនៅពាក់កណ្ដាលខែ9នោះគេកំណត់ថាក្នុងខែ10អ្នកដែលជាប់កម្មវិធីឆ្នោត DV 2026ថ្មីនេះគឺនឹងចាប់ផ្ដើមចូលសម្ភាសនៅលេខករណីទាំងឡាយណានៅក្រោម10000ហើយបងប្អូននៅពេលនោះគឺមានការភ្ញាក់ផ្អើលផងដែរថាហេតុអ្វីបានជាមានលេខករណីនេះច្រើនម្លេះឬក៏នៅក្នុងឆ្នាំនេះគឺគេនឹងដំណើរការនឹងលឿនឬក៏យ៉ាងម៉េចបាទជាការពិតគឺ Visa Bulletin ហ្នឹងគឺចេញលេខករណីក្រៅ10000ហ្នឹងគឺជាលេខមួយដែលច្រើនហើយបើយើងប្រៀបធៀបជាមួយនឹងការចេញរាល់ដងនាពេលឆ្នាំមុនគឺត្រឹមតែប្រហែលជាខ្ញុំចាំប្រហែលជាត្រឹម2000ឬក៏លេខ3000តែប៉ុណ្ណោះសម្រាប់ខែ10ដែលជាខែដំបូងសម្រាប់ការបើកចូលសម្ភាសសុំទឹកដីការនៅក្នុងកម្មវិធី DV នេះហើយនៅក្នុងតំបន់អាស៊ីបងប្អូនដឹងហើយមិនមែនមានតែប្រទេសកម្ពុជាយើងទេគឺមានប្រទេសបណ្ដាផ្សេងទៀតអញ្ចឹងតកតងជាមួយនឹងការដែលគេកំណត់10000ហ្នឹងគឺជាចំនួនតួលេខមួយដ៏ច្រើនសម្រាប់បងប្អូនដែលបានជាប់នៅក្នុងកម្មវិធី DV នេះហើយជាក់ស្ដែងនៅក្នុងខែ10ខែ11ឬក៏ខែ12នេះគឺគេមិនអាចកំណត់យកអស់ទេនៅក្នុងការសម្ភាសនៅក្នុងលេខករណីទាំងអស់នេះដែលជាហេតុធ្វើឲ្យមានការមិនបន្តបង្កើននៅចំនួនលេខករណីនេះតទៅមុខទៀតហើយខ្ញុំគិតថាប្រហែលជាអាចនៅក្នុងឆ្នាំក្រោយចាប់ពីខែ1ខែ2ទៅគឺលេខនេះនឹងអាចមានការប្រែប្រួលហើយនៅពេលនោះបងប្អូនចាំតាមដានមើលទាំងអស់គ្នាហើយដូចយើងធ្លាប់បានដឹងការពីឆ្នាំមុនការឆ្នាំចាស់ហ្នឹងគឺលេខករណីហ្នឹងគឺវាមានត្រឹមតែក្រោម3000 4000អីទេនៅក្នុងខែ10ខែ11ខែ12ហើយវាអាចនឹងចាប់ផ្ដើមកើនឡើងចាប់ពីខែ1ខែ2ឡើងទៅអញ្ចឹងបងប្អូនដែលមានលេខក្រោម10000បច្ចុប្បន្ននេះបងប្អូននៅតែបន្តតាមដានមើលអ៊ីមែលរបស់ខ្លួនដើម្បីឲ្យគេដឹងថាតើគេបានជូនដំណឹងមកយើងដែរឬអត់ប្រសិនបើយើងបានទទួលនោះមានន័យថាយើងនឹងគឺត្រៀមលក្ខណៈក្នុងការចូលទៅសម្ភាសរួចរាល់ហើយដោយសារតែនេះគឺជាការជូនដំណឹងជាផ្លូវការបាទសូមឲ្យបងប្អូនមានសំណាងល្អហើយមួយវិញទៀតចង់បញ្ជាក់បន្តិចថាសម្រាប់កម្មវិធីឆ្នោត DV 2027ហ្នឹងខ្ញុំនៅតែជឿជាក់ថានឹងមានហើយបងប្អូនចាំតាមដានមើលទាំងអស់គ្នាដែលគេបានប្រាប់យើងថាគេនឹងប្រកាសជាផ្លូវការនៅក្នុង website travel.state.gov ហើយនៅពេលនោះខ្ញុំជឿជាក់ថាស្ថានទូតនឹងចេញផ្សាយជាសាធារណៈដើម្បីឲ្យបងប្អូនបានដឹងហើយនឹងដាក់ឲ្យបានគ្រប់គ្នាអូខេខ្ញុំមានតែប៉ុណ្ណេះសំណាងល្អសូមអរគុណសូមជម្រាបលា